សេចក្តីណែនាំស្តីអំពីការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកគឺដ្រូនគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះក្រសួងការពារជាតិសូមធ្វើការណែនាំដូចខាងក្រោម 1. ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកគឺដ្រូនគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតនៅក្នុងរាជធានីខេត្តជាពិសេសបណ្ដាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុងខេត្តពោធិ៍សាត់ខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យខេត្តព្រះវិហារនិងខេត្តបៃលិន 2. ជនណាដែលបំពានឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើកគឺដ្រូនដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិនិងត្រូវទទួលទោសតាមច្បាប់កំណត់ 3. អគ្គបញ្ជាការដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងអាកាសបញ្ជាការដ្ឋានការពារអាកាសដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងរដ្ឋបាលរាជធានីខេត្តនិងអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើកដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងករណីចាំបាច់អង្គភាពតបអាចឆ្លើយតបរួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន Anti-Drone System ទទួលបានសេចក្តីណែនាំនេះគ្រប់ស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនិងរដ្ឋបាលរាជធានីខេត្តត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងសហការអនុវត្តឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់